ក្រោយពីផ្ការីកតើយើងត្រូវធ្វើអ្វីខ្លះដើម្បីឲ្យក្តាប់យើងកាន់បានល្អបាទជម្រាបសួរបងប្អូនទាំងអស់គ្នានៅទីនេះចំការខ្ញុំនៅស្រយង់ពេលដែលយើងសម្រេចចិត្តបិទវាផ្ការីកអ្វីដែលយើងត្រូវធ្វើគឺព្យាយាមលាងសម្អាតខាងលើឲ្យស្អាតមានន័យថាទី1កំណក់សំណល់ក្រោយពីផ្ការីកមិនអនុញ្ញាតឲ្យទើជាប់នៅលើដើមបើអាចធ្វើបានក្រោយបិទវាផ្ការីក3ថ្ងៃយើងបោសសម្អាតពីលើចុះក្រោមទម្លាក់មកដីហើយបន្តទៀតប្រសិនបើមានផ្កាណានៅលើដើមដែលមិនទាន់រីកក្រោយពីយើងសម្រេចចិត្តថាបិទវាផ្ការីកយើងត្រូវតែបេះទម្លាក់ចុះដូចគ្នាមិនបន្តឲ្យរីកទៅមុខទៀតទេណាប្រសិនបើក្រោយពីយើងសម្រេចចិត្តថាបិទវាផ្ការីកផ្កាដែលនៅលើដើមមិនអនុញ្ញាតឲ្យមាននៅលើដើមទៀតទេយើងត្រូវតែបេះទម្លាក់ទី1យើងទម្លាក់លំអងផ្កាកំតិចកំទីដែលក្រោយពីផ្ការីកដែលវាធ្លាក់មកដីអត់អស់យើងត្រូវតែជួយទៅដណ្ដោះវាទៅជួយទៅជុះវាដើម្បីធានាបានថាធ្លាក់មកដីអស់ទី2ផ្កាដែលមានស្រាប់នៅលើដើមយើងមិនបន្តឲ្យរីកទៀតទេយើងបេះទម្លាក់មកដីអស់បានមកដល់ទី3យើងសម្អាតដីបាទសម្អាតដីឲ្យស្អាតកាយកោសចេញនៅរាល់ស្រទាប់ផ្កានៅរាល់លំអងផ្កាដែលបានធ្លាក់មកលើដីរួមទាំងស្លឹកឈើមួយចំនួនរបស់ដើមទុរេនដែលបានធ្លាក់មកដីយើងត្រូវតែមានការកាយរាស់វាចេញឲ្យផុតពីតំបន់ដែលមានឫសរបស់ទុរេនហើយពេលហ្នឹងបន្ទាប់ពីយើងធ្វើបានស្អាតហើយយើងបាញ់ថ្នាំជំងឺលាងទៅលើដើមដើម្បីទៅកាត់បន្ថយពពួកផ្សិតដែលមកតោងជាប់តាមទឹកដមរបស់ផ្កាខណៈពេលដែលផ្ការីកដើម្បីកាត់បន្ថយកុំឲ្យមានវត្តមានពពួកផ្សិតដែលយើងមិនពងប្រាថ្នាឲ្យមានវត្តមាននៅលើដើមទៅបំផ្លាញនៃការលូតលាស់ដល់ដំណើរការរបស់ក្តាប់នៅទូចៗដល់ដំណើរការលូតលាស់របស់មែកដងដើមផុនទុរេនយើងបន្តមកទៀតក្រៅតែពីយើងបាញ់លាងសម្អាតដោយថ្នាំជំងឺពពួកសម្រាប់ពពួកមេរោគផ្សិតហើយយើងថែមទាំងបាញ់សម្រាប់ពពួកស្រមើលប្រសិនបើមានយើងត្រូវតែសម្អាតបាញ់កម្ចាត់ពពួកស្រមើលខណៈពេលក្រោយពីយើងបិទវាផ្ការីកនឹងផងបន្ទាប់មកបានយើងមកដល់ដីក្រោយពីយើងសម្អាតដីស្អាតហើយយើងប្រកាសហើយថាវានឹងអាចមានពពួកផ្សិតចង្រៃតាមមកខណៈពេលដែលផ្ការីកធ្លាក់លំអងធ្លាក់ស្រទាប់ផ្កាធ្លាក់ទឹកដមផ្កាមកហ្នឹងធ្វើឲ្យមានដោះពពួកផ្សិតខ្មៅមួយដែលវាមានវត្តមាននៅក្នុងដីអញ្ចឹងក្រោយពីយើងរាស់សម្អាតហើយយើងបាញ់ថ្នាំជំងឺឬក៏ថ្នាំគ្រប់គ្រងពពួកផ្សិតចង្រៃកុំឲ្យមានវត្តមាននៅតំបន់ដែលមានឫសរបស់ទុរេនយើងក្រោយពីយើងសម្អាតដីបិទវាផ្ការីកហើយហ្នឹងអញ្ចឹងនេះជាតិចនិចទូចមួយដែលខ្ញុំតែងតែអនុវត្តរៀងរាល់ពេលក្រោយពីបិទវាផ្ការីកដើម្បីធានាបានថាការលូតលាស់របស់ក្តាប់ទុរេនផងខ្ញុំត្រូវលូតលាស់ដោយបានពេញលេញល្អដោយមិនមានកតាណាមកយាយីដូចជាសត្វល្អិតដូចជាពពួកផ្សិតចង្រៃប្រកបណាស់ក្រោយពីផ្ការីកឬត្រូវតែពូកែមានសមត្ថភាពស្រូបសំណើមដែលស័ក្តិសមណាមួយទៅប្រើប្រាស់ជាប្រយោជន៍ដល់ដំណើរការលូតលាស់របស់ក្តាប់ប្រសិនបើឫសមានវត្តមានការបំផ្លាញរបស់ពពួកផ្សិតចង្រៃដែលជាហេតុធ្វើឲ្យឫសអសមត្ថភាពមិនមានសមត្ថភាពគ្រប់គ្រងសំណើមដែលស័ក្តិសមទៅប្រើប្រាស់ខណៈពេលដែលយើងមានក្តាប់ទូចនៅលើដើមបានទេម្ល៉េះហើយទាមទារឲ្យយើងសម្អាតប្រើសារធាតុទៅគ្រប់គ្រងពពួកផ្សិតចង្រៃកុំឲ្យមានវត្តមានខណៈពេលដែលយើងកំពុងតែថែទាំក្តាប់នៅទូចក្រោយពីផ្ការីកបាទអរគុណសម្រាប់វីដេអូនេះបងប្អូនទាំងអស់គ្នាបាទ